អូខេអ្នកទាំងគ្នាខ្ញុំផ្លេចប្រាប់ពីមុខងារនេះមួយទៀតមុខងារបើកដំណើរការចាប់យក clipboard ដោយស្វ័យប្រវត្តិអញ្ចឹងមានន័យថានៅពេលដែលយើងឃើញវីដេអូមួយណាតំណងយើងចង់ download នៅក្នុងFacebook ហើយយើងខ្ជិល copy ផាសញ៉ៃណាយើងគ្រាន់តែបើកដំណើរការគ្រីសចឹងមកហើយយើងធ្វើការទៅរកមើលវីដេអូមួយណាដែលយើងចង់ download ឧទាហរណ៍ថាវីដេអូមួយនេះអញ្ចឹងយើងគ្រាន់តែចុចtre 3មកយកពាក្យ copy link អញ្ចឹងនៅពេលដែលយើង copy link ហើយlink ហ្នឹងគឺចូលមកក្នុងកម្មវិធីហ្នឹងតែម្ដងហើយជាមួយនឹង caption អីគឺវា copy ចំណងជើងមកបាទឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំចង់បានជាមួយនឹងវីដេអូផ្សេងទៀតបាទខ្ញុំចង់បានវីដេអូនេះផ្សេងទៀតអញ្ចឹងគ្រាន់តែចុច copy link មកអញ្ចឹងបើសិនជាអត់មានប៊ូតុង copy ទេយើងចុច share ហើយយកពាក្យថា copy link បាទអញ្ចឹងមកគឺវានឹងចូលមកទៀតហើយបាទចឹងអានេះមិនមែនវីដេអូទេចឹងវាអត់ឲ្យទេបាទចឹងខ្ញុំទៅហៅមើលវីដេអូដែរបាទនេះគឺជាវគ្គ Woolstock App Mobile Developer បាទអញ្ចឹងយើងគ្រាន់តែ copy មកចឹងយើងចាំមកមើលក្នុង app គឺវានឹង load ចូលបាទវា load ចូលនៅក្នុងកម្មវិធីយើងតែម្ដងអញ្ចឹងយើង copy មកបើវាអត់មានទេយើង copy link នេះវិញបាទឥឡូវយើងបានមួយទេបាទ copy link អូខេវីដេអូនេះគឺចូលបាទតែតនឹងវីដេអូប្រភេទគេ sponsor អត់ដើរជាមួយខ្ញុំរកដំណោះស្រាយសិនខ្ញុំ copy link វាមើលសិនចង់ដឹងថា link ដែលវាបង្ហាញឲ្យយើងហ្នឹងវារបៀបម៉េចបាទសម្រាប់យើងកែកនតាមក្រោយទៀត note មកបើក note មកអូអាច copy ចឹងយើងសាកបន្ថែមមួយមើលបានអត់អត់ដើរបាទអត់ដើរទេគឺខ្ញុំនឹងបន្ថែមពេលដែលវីដេអូគេ sponsor គឺយើងអាចធ្វើការ download បានជាមួយនឹងវីដេអូ sponsor គេចឹងណាហ្នឹងហើយចឹងឥឡូវគឺយើងបាន2វីដេអូហើយយើងគ្រាន់តែចុចទាញយកមកហើយដាក់នៅ new folder file ចឹងតែប៉ុណ្ណឹងមកគឺវីដេអូរបស់យើងគឺអាចធ្វើការទាញយកបានហើយហ្នឹងហើយអូខេអញ្ចឹងយើងទៅមើលនៅក្នុង new folder file ទាំងអស់គ្នាឃើញនៅវីដេអូ2ហ្នឹងហើយបាទអញ្ចឹងហើយមួយនេះគឺវីដេអូមួយនេះដែរបាទអញ្ចឹងយើងតមើលវីដេអូបដេកម្ដងបាទ copy link មកអូខេយើងទៅមើលក្នុងកម្មវិធីអូខេដើរហើយហើយយើងធ្វើការទាញយកតើការយើងជ្រើសរើសក៏បានដែរនេះចឹងទាញតែប៉ុណ្្នឹងមកគឺវា download តែយើងជ្រើសរើសមួយហ្នឹងទេអូខេនេះគឺវីដេអូបដេយើងទាញយកមកដូចជាអត់មានអីទៀតទេអ្នកនរគ្នាហើយពេលក្រោយខ្ញុំនឹងធ្វើការ update ជាមួយនឹងការទាញយករូបភាពពីនៅក្នុង profile បាទ profile យើងមានប្រហែល100រូបភាពមាន1000រូបភាពគឺវាទាញយកមកទាំងអស់អញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ